អូហាយូសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសិតប៊ីឬសលេងខ្ញុំទីរៃបាត់ខ្ញុំមករយៈធំដោយសារតែរវល់ខ្លាំងតែមែនតែម្ដងអញ្ចឹងគឺមកវិញហើយកុំភ្លេច subscribe ផងហើយមួយវិញទៀតខ្ញុំក៏សូមអរគុណទៅកាន់បងដែលមានឈ្មោះថាសៅសុយ៉ាន់ដែលគាត់បានឧបត្ថម្ភមកកាន់ខ្ញុំចំនួនទឹកប្រាក់$1ផងដែរអរគុណបងខ្លាំងមែនតែនជូនពរឲ្យបងមានសុខភាពល្អតែណាំកណាជួបតែសុខសុវត្ថិភាពរកលុយបានច្រើនហេងហ្នឹងហើយគ្នាយើងឥឡូវយើងកុំឲ្យខាតពេលវេលាយូរនោះយើងចូលទៅកាន់សាច់រឿងដើម្បីបន្តទៀតតែម្ដងទៅបន្តពីភាពមុនមកនឹងបាយាយដឹងថាតែប្រយ័ត្នខ្លួនជាពិសេសព្រោះចំពោះមុខគេគឺជាត្រាវីតាមីនដ៏ខ្លាំងមួយដូច្នេះគេត្រូវគិតគូរឲ្យបានល្អិតល្អន់មុននឹងធ្វើសកម្មភាពងាកមកមើលខាងក្រោយឲ្យនៅវិញអាសិតច្បង Zilling ថតមើលទាំងក្តៅក្រហាយក្នុងចិត្តវាខឹងខ្លាំងណាស់ដែលឃើញពួកសិស្សប្អូនមិនគ្រប់មិនខ្វល់អំពីវាបន្តិចសោះដោយសារតែចង់ឌឺផងនៅចង់ធ្វើបាបផងវាគិតថាបើពួកឯងពូកែម្លេះចាំអញដាក់របស់ខ្លាំងឲ្យលេងហ្មងភ្នែករបស់វាសម្លឹងមើលទៅលើត្រាវីតាមីននៅក្នុងរូងភ្នំធំរួចក៏លួចទៅពីក្រោយខ្នងឈីអានវាបានទាញធ្នូមាសចេញមកតែមិនមែនតម្រង់ទៅរកសាច់ចម្លែកនោះទេគឺវាបែរជាតម្រង់ទៅរកដីនៅពីមុខនាងទៅវិញញញឹមចុងមាត់បែបពូពោឬក៏បានប្រកាសថាសាក់លេងអានឹងម្ដងមើលនិយាយចប់វាក៏លែងព្រួញចេញទៅព្រួយនូបានបុកដោយផ្ទុះភងយ៉ាងខ្លាំងបង្កើតបានជារណ្ដៅដ៏ជ្រៅនិងងងឹតមួយនៅចំពោះមុខឈីអានភ្ញាក់ព្រឺតងាកមកសួរតែឆ្ងល់អស្លីងបានធ្វើមុខស្លូតហើយក៏ហក់ថាអត់ទេបងគ្រាន់តែចង់ជួយបន្ថែមធម្មពលឲ្យអូនតើស្រាប់តែមិនទាន់បាននិយាយផុតសម្ដីផងនឹងមានសម្លេងក្រហមយ៉ាងខ្លាំងចេញពីរណ្ដៅនោះមិនយូរប៉ុន្មានសត្វតោក្បាលពីរដ៏ធំបានមានពលឺភ្លឺចែងចាំងបានលោតចេញមកក្រៅហើយស្ទុះមករកឈីអានយ៉ាងលឿនគួរឲ្យខ្លាចប្រពន្ធបានបង្ហាញថានេះគឺជាសត្វតោក្បាលពីរថ្នាក់Dកម្រិត11ដែលមានចរិតកាចសាហាវណាស់ការលេចចេញភ្លាមរបស់សត្វកម្រិតខ្ពស់បែបនេះធ្វើឲ្យឈីអានភ័យគាំងធ្វើឲ្យលែងចេញចំណែកឯបាយាណូវិញគ្រាន់តែមានអារម្មណ៍ថាមានធម្មពលចម្លែកកាត់ឡើងខ្លាំងក៏ងាកមកមើលភ្លាមពេលនោះសត្វតោពីរក្បាលបានក្រហមហើយខ្លួនរបស់ពួកវាបានផ្ទុះចេញអំពីអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារភ័យខ្លាចឈីអានប្រឹងលើកដៃប្រើវ័របន្លាទៅខាត់វាតែភ្លើងរបស់តោនោះវាខ្លាំងពេកឆេះវ័រនាងខ្ទេចខ្ទីអស់គ្មានសល់ពេលផ្លែបោចំហអត់តោនោះក៏បានលូតហក់ទៅរកនាងទាំងហាមាត់ដ៏ធំត្រៀមនឹងខាំលេបនាងតែម្ដងឈីអានគិតថាលើកនេះចប់ហើយជីវិតរបស់នាងនេះអាសេលេណូឈមមើលពីចម្ងាយទាំងញញឹមពេញចិត្តហើយលើកធ្នូត្រៀមបន្ថែមទៀតប៉ុន្តែនៅប្រហែលនាទីចុងក្រោយតោហៀបនឹងខាំនោះហើយបែរជាបាជីបានបោកជំនាញបង្កើនល្បឿនដែលធ្វើឲ្យល្បឿនរបស់គេគឺកាន់ឡើង50%ភ្លាមគេស្ទុះទៅមុខលឿនដូចជាផ្លេចបន្ទោទៅស្ទាក់ផ្លូវសัตว์កំណាចនោះល្បឿនដ៏លឿននេះបានធ្វើឲ្យស៊ីលីងភ្ញាក់ផ្អើលជាខ្លាំងក្នុងមួយពិភ្នែកបាជីបានរុញឈីអានចេញពីគ្រោះថ្នាក់គេប្រើល្បឿនកិច្ចអំពីការវាយប្រហាររបស់តោហើយឆ្លៀតឱកាសវាយក្បាលវាមកដល់យ៉ាងធ្ងន់កម្លាំងនេះក៏បានធ្វើឲ្យសត្វតោដ៏ធំនោះរង្គើថយក្រោយបាជីលុតចុះមកឈរពាំងនៅកណ្ដាលរវាងសត្វតោនិងឈីអានដូចជាវីរៈបុរសកំពុងការពារស្រីស្អាតអញ្ចឹងបាជីឈរការពារខ្លួនដោយការដាយធំជាប់នៅក្នុងដៃទាំងមានអារម្មណ៍ថាភ្ញាក់ផ្អើលនឹងល្បឿនដ៏លឿនរបស់សត្វចម្លែកថ្នាក់Dនេះគេដឹងថាលើកនេះប្រកាសជាតានតឹងហើយចំណែកអាសេលេងនៅវិញឈរញញឹមយ៉ាងពុះពុលនៅមើលពួកគេវាស្គាល់រូងភ្នំនេះច្បាស់ណាស់ហើយវាដឹងថាទោះបីជាសត្វភាគច្រើនត្រូវបានគេបិទមែនតែតែងតែមានសត្វតោក្បាលពីរមួយក្បាលដែលរួចខ្លួនវាជឿជាក់ថាទោះបីជាសិស្សថ្មីខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានផ្លូវឈ្នះសត្វថ្នាក់Dពិតប្រាកដបានទេតាមពិតទៅសត្វតោនេះគឺខ្លាំងខុសពីធម្មតាក៏ដោយសារស្នាដៃរបស់ស៊ីលីងនឹងឯងវាបានប្រើជំនាញពិសេសរបស់វាដើម្បីបន្ថយទម្ងន់សត្វតោធ្វើឲ្យតោនោះលឿនជាងមុននិងវាយប្រហារបានខ្លាំងជាងមុននិងឆ្ងាយជាងមុនមិនតែប៉ុណ្ណោះតោនោះកំពុងស្ថិតនៅក្នុងភាពឆេវឆាវដែលធ្វើឲ្យកម្លាំងវាគឺកើនឡើង 10% និងល្បឿនកើនឡើង 50% ថែមទៀតគឺស្ត្រីខ្លាំងបែបនេះហើយបាជីចាប់ផ្ដើមបារម្ភគេកាន់ដៃរបស់ឪពុកគេជាប់ហើយគិតថាប្រហែលជាត្រូវបញ្ចេញកម្លាំងទាំងអស់ដើម្បីរស់ហើយមើលទៅគេងាកទៅប្រាប់ឈីអានឲ្យថយទៅកន្លែងសុវត្ថិភាពព្រោះនាងមិនអាចទប់ទល់នឹងសត្វតោនេះបានទេឈីអានខឹងនឹងខ្លួនឯងណាស់ដែលទន់ខ្សោយស្រាប់តែពេលនោះសត្វតោភ្លើងដ៏ធំសម្បើមបានស្ទុះមកលើអាកាសហើយតម្រង់មករកពួកគេទាំងពីរខណៈដែលបាជីត្រៀមខ្លួនទប់ទល់តែម្នាក់ឯងស្រាប់តែឈីអានធ្វើមុខមាំហើយលើកដៃស្រែកប្រាប់ប្រើមន្តអាគមចិញ្ចាំងវ័រម្ដងទៀតភ្លាមនោះវ័របន្លាធំបានហប់ទៅរុំព័ទ្ធសត្វតោនោះជាប់នៅលើអាកាសនាងមិនព្រមឈប់ត្រឹមនឹងទេនាងបានបញ្ចេញធម្មពលបន្ថែមបង្កើតចិញ្ចាំងវ័រដល់ទៅ3ជាន់រុំសត្វតោនោះជិតឈឹងធ្វើឲ្យវាជាប់គាំងមួយកន្លែងបាជីភ្ញាក់ផ្អើលនឹងកម្លាំងរបស់នាងឈីអានក៏បានងាកមកសួរថាតើខ្ញុំអាចជួយប្រយុទ្ធជាមួយបានទេខ្ញុំសន្យាថាមិនឲ្យរំខានឡើយទោះជាសត្វ
ថ្នាក់D ក៏ដោយក៏ខ្ញុំចង់ប្រឈមមុខជាមួយនឹងវាដូចគ្នាអាសេលីងនៅវិញឈុំមើលទាំងហួចចិត្តស្មានថានាងគឺឈួតហើយបាយីបានញញឹមបន្តិចហើយសរសើរថានាងសម្របខ្លួនបានលឿនណាស់ខ្ញុំស្មានថានាងភ័យទន់ជង្គង់បាត់ទៅហើយតើឈីអានឆ្លើយទាំងជឿជាក់ថាខ្ញុំខំប្រឹងដល់ថ្នាក់នេះហើយមិនអាចមកចោះចាញ់ត្រឹមនឹងទេឥឡូវនេះពួកគេទាំងពីរបានឈរទន្ទឹមគ្នាត្រៀមខ្លួនប្រយុទ្ធជាមួយសត្វចម្លែកថ្នាក់Dយ៉ាងក្លាហានឈីអានញញឹមដាក់បាយីឲ្យប្រាប់ថាខ្ញុំទុកចិត្តទៅលើលោកបើមានលោកនៅក្បែរខ្ញុំដឹងថាខ្ញុំគឺមិនស្លាប់ទេបាយីនៅតែជាមនុស្សមើងម៉ាត់គេក៏ដាស់តឿននាងភ្លាមថាកុំប្រហែសនាងទើបតែប្រើកម្លាំងអស់ច្រើនណាស់ទៅលើវល្លិ3ជាន់នោះប្រយ័ត្នអស់ធម្មពលឈីអានឆ្លើយថានាងដឹងហើយត្រង់ចំណុចមួយនេះហើយបានធ្វើឲ្យបាយីនឹកឃើញទៅដល់រឿងការពិចិត្រមុនកាលនឹងឈីអានល្បីឈ្មោះនៅវិទ្យាល័យណានាងជាកូនអ្នកមានតែចិត្តល្អរឿយរាយមិនឆ្មាំងឆ្មៃហើយជាប្រធានថ្នាក់ទៀតដែលសម័យរបស់នាងគឺចង់ចូលទៅក្រុមទេវតាបាយីចាំច្បាស់ថានាងគឺជាមនុស្សដែលទុកចិត្តបានដូច្នេះហើយទើបគេជឿជាក់ថាបើមាននាងនៅក្បែរគេនឹងអាចប្រឡងជាប់ហើយអាចលាក់បាំងកម្លាំងពិតរបស់គេបានខ្លះមិនខានចំណែកឯអាសេលីងនៅវិញឈុំមើលបណ្ដាលសោះចំអកបណ្ដាលវាគិតថាពួកនេះគឺល្ងងណាស់វត្តប្រពន្ធនឹងអាចទប់សត្វថ្នាក់នេះបានប្រហែលវិនាទីទៅវាគិតថាការប្រយុទ្ធមិនមែនអានតែចិត្តក្លាហានទេវាមានគម្រោងអាក្រក់មួយគឺចង់ឲ្យពួកគេទប់លែងជាប់ហើយអស់សង្ឃឹមស្រែកឲ្យវាជួយសិនចាំវាចេញធ្វើទៅជាទូឯកដើម្បីឲ្យពួកសិស្សប្អូននឹងរៀងចាននឹងជាគោរពសិស្សច្បងខ្លះមិនទាន់គិតចប់ផងអាតោនោះក៏បងក្រហមហើយបញ្ចេញកម្លាំងបំបែកវល្លិដាច់ខ្ទេចអស់ពេលសត្វកំណាចរួចខ្លួនបាជីក៏ប្រាប់ផែនការទៅកាន់ឈីអានភ្លាមគេប្រាប់ថាគេនឹងទៅធ្វើជាធ្នាក់ដើម្បីបិឆោតវាព្រោះវាជាសត្វធាតុភ្លើងហើយឲ្យឈីអានចាំឱកាសល្អវាឆ្មក់ឈីអានងក់ក្បាលយល់ពួកគេបំបែកផ្លូវគ្នាបាជីរត់ទៅមុខដើម្បីធ្វើអាតោនោះដេញតាមគេព្រោះវាស្អប់គេស្រាប់ហើយនៅពេលដែលគេវាយវាបាញ់មិញបាជីបានរត់នាំផ្លូវវាទៅរកអានទឹកដ៏ធំមួយនៅមាត់រូងភ្នំរួចគេក៏លោតចុះទៅក្នុងទឹកអាតោនោះកំពុងតែខឹងងឹតមុខវាក៏បានសម្រេចចិត្តអត់គិតច្រើននោះទេលោតចុះទៅតាមដល់ក្នុងទឹកបាជីបានប្រើល្បឿនហើយកិច្ចយ៉ាងលឿនចំណែកឯអាតោនោះពិបាកធ្វើចលនាណាស់ព្រោះខុសកន្លែងពេលឃើញអាកាសល្អបាជីក៏បានស្រែកប្រាប់ឈីអានថាដល់ពេលហើយឈីអានបញ្ចេញវេទមន្តអាគមចិញ្ចាំងវល្លិភ្លាមពេលអាតោនោះងើបចេញពីទឹកមកវិញខ្លួនវាគឺសាមជោគធ្វើឲ្យភ្លើងរបស់វារលត់អស់លលីងកម្លាំងក៏ខ្សោយចុះវល្លិបន្លាស់របស់ឈីអានបានរុំវាជាប់យ៉ាងណែនហើយនាងក៏បញ្ជាឲ្យវល្លិរត់វាកាន់តែខ្លាំងរើមិនរួចផែនការរបស់បាជីដំណើរការយ៉ាងរលូនតែម្ដងទិដ្ឋជាបានពន្លត់ភ្លើងដ៏ក្តៅគគុករបស់អាតោនោះហើយធ្វើឲ្យធាតុភ្លើងនៅក្នុងខ្លួនរបស់វាគឺរលត់លែងបញ្ចេញរឹតបានប្រព័ន្ធមកលុបប្រាប់ថាឥឡូវនេះអាតោនោះកំពុងតែពុលទឹកផងនិងទន់ដៃទន់ជើងផងងើបរៀងរួចហើយបាជីក៏បានហក់មកលើគោកវិញកាន់ដាវយ៉ាងសង្ហាហើយប្រកាសប្រាប់ឈីអានថាអាមួយនេះគឺរត់លែងរួចហើយដល់ពេលដែលយើងត្រូវបញ្ចប់ការប្រឡងនេះដើម្បីយកពិន្ទុខ្ពស់ដាច់គេហើយចំណែកអាសេលនៅវិញឈមមើលពីកន្លែងលាក់ខ្លួនទាំងកៀងយោបល់វាឆ្ងល់ថ្មិចក៏វល់តែមួយជាន់អាចខាត់អាតោនោះជាប់ទាំងតែអញខំលួចដាក់ធម្មពលឲ្យវាខ្លាំងជាងមុនហើយនឹងសំបីតើអញក៏ពិបាកទប់ទល់ដែរជាទម្រាំពួកវាក្មេងថ្មីវាបានត្រឹមតែឈរជេរទាំងខកចិត្តនឹងខឹងងាកមកមើលនៅក្នុងបន្ទប់ផ្សាយផ្ទាល់នៅវិញពួកគ្រូនិងបុគ្គលិកកំពុងវិភាគយុទ្ធសាស្ត្រនេះយ៉ាងរំភើបគ្រូម្នាក់បញ្យល់ថានេះគឺជាតក្កវិជ្ជាសាមញ្ញទេគឺយកទឹកទៅពន្លត់ភ្លើងហើយទឹកជួយឲ្យធាតុឈើនិងវល្លិរបស់ឈីអានកាន់តែស្អិតល្អគ្រូរបស់បាជីសរសើរដល់ពីមាត់ថាសិស្សរបស់គាត់គឺឆ្លាតណាស់ចេះដឹកនាំក្រុមនិងចេះកែស្ថានភាពភ្លាមដោយយកចំណុចខ្សោយរបស់ពួកសត្រូវមកវេបកវិញគ្រូសន្និដ្ឋានថាតំណែងលេខ1ប្រកាសជាបានទៅលើបាជីហើយគេរំភើបថាបាជីអាចនឹងបំបែកកំណត់ត្រាបាបន្ទុកខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសាលាទៀតផងប៉ុន្តែកំពុងតែជក់ចិត្តចាំមើលបាជីសម្រាប់តោចុងក្រោយស្រាប់តែអេក្រង់ផ្សាយផ្ទាល់រលត់ឆឹងតែម្ដងអ្នកមើលគ្រប់គ្នាឆ្ងល់ថាកើតអីនឹងតាមពិតទៅក្នុងរូងភ្នំអាស៊ូលីងបានលួចបាញ់កាមេរ៉ាដ្រូននោះបែកខ្ទេចនៅលើដីវាឈរកាន់ធ្នូញញឹមបែបពឹសពលហើយគិតក្នុងចិត្តថាបើគ្មានវីដេអូធ្វើផុសតានោះទេកុំសង្ឃឹមថាបាបន្ទុកខ្ពស់ឲ្យសោះទោះជាអត់មានកាមេរ៉ាថតចុះក៏ដោយក៏ប្រព័ន្ធនៅតែបញ្ជាក់ថាក្រុមរបស់បាជីបានសម្រាប់សត្វតាកម្រិត D បានសម្រេចនិងទទួលបាន100ពិន្ទុបាជីងាកមកសរសើរឈីអានថាធ្វើបានល្អណាស់មកពីនាងជួយទើបយើងឈ្នះវាបានអូខេអ្នកទាំងអស់គ្នាខ្ញុំសូមសន្មតថាស្លេះត្រឹមតែប៉ុណ្ណឹងសិនទៅយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ